ផ្សារដែលឧអ3កន្លែងនៅបាលីដែលយុវវ័យគួរទៅផ្សារទី1គឺនៅជាប់ឆ្នេរសមុទ្រមកផ្សារទី2មានចលតោមួយដ៏សែនឆ្ងាញ់បើផ្សារចុងក្រោយគេវិញតោះនេះគឺខ្វាកទិញរបស់ផ្ញើមកផ្ទះវិញមកកន្លែងដែលពួកខ្ញុំទៅទី1ហ្នឹងវាមាន2ផ្សារជាប់គ្នាផ្សារទី1ហ្នឹងគឺ Changu Center ផ្សារនេះដូចជាគេបើករហងៃទេប៉ុន្តែមនុស្សច្រើនកកហ្មងហើយរបស់អនុស្សាវរីយ៍របស់កញ្ចក់កញ្ចប់ aesthetic អីហ្នឹងគឺមានច្រើនដោយសារវាជាកន្លែងទេសចរដ៏មមាញឹកមួយចឹងតម្លៃក៏វាថ្លៃតាមនឹងដែរកន្លែងគេហ្នឹងធំគ្រាន់បើហើយវាមានដល់កន្លែងខាងក្នុងតូបតូក៏គ្នាចូលដល់ក្នុងយ៉ាងច្រើនតិចបានមើលអត់ប៉ុន្តែរបស់មួយចំនួនក៏ខ្ញុំមើលទៅវាស្តៀងគ្នាដែរទៅនេះទៅឲ្យស្គាល់ទេដោយសារតម្លៃហ្នឹងថ្លៃដែរដោយពួកដែលឆាត់នេះតម្លៃគុណ2គុណ3នៅកន្លែងផ្សេងនៅជាប់ជាមួយគ្នាហ្នឹងមានផ្សារមួយទៀតឈ្មោះ La Prisa Sunday Market La Prisa ហ្នឹងគឺជា beach club មួយដ៏ល្បីនៅបាលីហ្នឹងប៉ុន្តែរៀងរាល់ថ្ងៃអាទិត្យគេធ្វើជា weekend market ទៅមនុស្សច្រើនអ៊ូអកកហ្មងហើយរបស់លក់មានច្រើនភាគច្រើនគេទៅនឹង for the vibe ដោយសារមនុស្សច្រើនអ៊ូអចម្រៀងព្រោះរបស់ញ៉ាំច្រើនមានអីមើលប្លែកភ្នែកហើយអ្នកទៅដើរលេងនៅហ្នឹងភាគច្រើនក្មេងៗ at the prime ហ្មងតោះគ្នានិយាយថាមនុស្សមកពីគ្រប់ទិសទីហ្មងភាគច្រើនឲ្យតែក្មេងៗគេចូលចិត្តទៅលេង Changu ហ្នឹងម្នាក់តែងនោះស្អាតភ្លឹងហ្មងអ្នកចូលចិត្ត people watching not in a creepy way គឺចិត្តមើលមនុស្សមើល fashion គេ energy vibe គេគឺទៅនឹងដល់ទៅត្រូវហើយក្នុងផ្សារហ្នឹងតោះនេះដើរឲ្យច្រើនតិចទៅគឺដល់កន្លែង club គេហើយដោយសារពួកខ្ញុំទៅពេលថ្ងៃអញ្ចឹងវាមិនមែនដូច club ហ្មងឯងវាដូច restaurant វិញហើយភាគច្រើនគេទៅនឹងពេលល្ងាចដោយសារមើល sunset ថ្ងៃលិចហ្នឹងគឺស្អាតមែនតើហើយយប់ឡើងគេមានចម្រៀងលឺភ្លើងពណ៌អីចឹងបើវាដូច club ដោយសារហាងគេហ្នឹងគឺនៅលើឆ្នេរហ្មងអញ្ចឹងអាចចូលទៅលេងឆ្នេរគេបានទីតាំងគេគឺធំហ្មងដាក់មនុស្សមកពេលរាប់រយនាក់បានតែបើនិយាយពីសាច់សមុទ្រឆ្នេរគេហ្មងអត់សូវស្អាតទេសាច់វាខ្មៅឆ្នេរក៏មិនសូវស្អាតហើយមនុស្សលេងទឹកមួយទេមានក្មេងៗអ្នកខ្លះគេទៅ surf ទៅអីអញ្ចឹងហើយមកឆ្នេរហ្នឹងញ៉ក់ឃើញគេលក់អីទាំងអស់ក្រៅពីពោតអាំងពូនេះដឹងថាខ្សែគាត់ធំប៉ុណ្ណាបើបានមកលក់តែឯងអញ្ចឹងក្នុង beach club ហ្នឹងដោយសារមនុស្សយ៉ាងច្រើនអញ្ចឹងយើងមានចំណុចថាអូខេទី1 minimum spend មានន័យថាយើងត្រូវចំណាយយ៉ាងតិចណាស់ប្រហែល$100អញ្ចឹងទៅតាមប្រភេទតុកគេមួយអញ្ចឹងយើងអាចអង្គុយយូរប៉ុណ្ណាក៏បានដែរចំណុចទី2គឺកំណត់ម៉ោងឲ្យយើងអង្គុយនៅតុកគេបានដូចថា1ម៉ោងឬក៏2ម៉ោងអីចឹងទៅប៉ុន្តែយើងចាយតិចប៉ុណ្ណាក៏បានដែរគេអត់កំណត់ទេទី2នេះនៅខាង Ubud ផ្លូវហ្នឹងគេហៅថា JL Gutama ផ្លូវគេវែងវាស្អាតមានហាងច្រើនមានរបស់ញ៉ាំច្រើនអីចឹងទៅតែតោះនេះទៅរៀងលឿនតិចទៅប្រហែលជាម៉ោង5ទៅម៉ោង7បានហាងគេនៅបើកច្រើនពួកខ្ញុំទៅយ៉ាងយប់ខ្លាំងអញ្ចឹងហាងភាគច្រើនគេបិទអស់ហើយដោយសារទៅយូរថ្ងៃដែរអញ្ចឹងរៀង clean ម្ហូបកូរ៉េម្ហូបគេនៅនឹងឆ្ងាញ់របស់គេចេញពីនឹងមកក៏ពួកខ្ញុំទៅញ៉ាំ gelato នៅម្ដុំនឹងដូចគ្នាគឺឆ្ងាញ់ខ្លាំងហ្មងរសជាតិវាអត់សូវផ្អែមអា texture វាហ្នឹងក៏ល្អអត់តមាន gelato មានណាដែលនៅក្បែររសជាតិហ្នឹងទេហើយកន្លែងចុងក្រោយនេះតោះនេះចាំថ្ងៃចុងក្រោយគៀកមកផ្ទះវិញចាំចូលហ៊ានតែចូលមុនគឺអត់មានសល់លុយដើរលេងទេកន្លែងហ្នឹងឈ្មោះថា Krishna ហើយមានលក់របស់ច្រើនមែនតើទាំងពពួកសូកូឡាទាំងពពួកកាហ្វេហើយកាហ្វេអាចសាត់នេះក៏អាចរកទិញនៅនឹងបានដែរនៅនឹងមានទាំងលក់របស់ធូរថ្លៃរហូតដល់របស់ premium បើកៅវិញក៏ច្រើនដែរទាំងក្មេងមនុស្សធំមនុស្សចាស់អីមានទាំងអស់បើនំវិញអត់ខ្វះទេគឺប្លែកហ្មងហើយភាគច្រើនគឺផលិតផលបាលីផ្ទាល់ហ្មងនំខ្លះមានអក្សរអង់គ្លេសទេតតែដាក់ Google Translate បើដឹងថានំនឹងនំអីគេតែបុគ្គលិកគេសុទ្ធតែចេះអង់គ្លេសទេអញ្ចឹងអាចសួរឲ្យពួកគាត់ជួយណែនាំបានហើយមិនមែនតែមួយជាន់ទេណាឡើង3បញ្ជាន់មានទាំងចដាប្រអប់ចដាយន្តជាន់ទី1ហ្នឹងពេលច្រើនសបូរនំហើយរបស់ញ៉ាំឡើងទៅដល់ជាន់ទី2គឺសបូររបស់អនុស្សាវរីយ៍តោះគ្នាដើរទៅកន្លែងទេសចរអីផ្សេងហ្នឹងរបស់ខ្លះគឺថ្លៃចាក់កហ្មងអញ្ចឹងបើអត់ចេះតោះថ្លៃទេគឺចប់ហើយពេលខ្លះពិបាកស្ពីបើអីមកកន្លែងគេវិញអញ្ចឹងចាំមកទិញសរុបនៅនេះក៏បានដែរអីក៏មានលក់ដែរហើយមិនភ័យថាអូខ្ញុំដើរលេងតំបន់នេះតតែទិញនៅនេះទេគ្រប់តំបន់ទេសចរនៅបាលីរហនៅនឹងមានទាំងអស់ហើយឡើងទៅដល់ជាន់លើមួយទៀតទៅគេមានលក់កៅអៅប្រភេទអាវប្រពៃណីឥណ្ឌូគេហ្នឹងឃើញដូចផ្សារទំនើបចឹងមែនប៉ុន្តែតម្លៃសមរម្យហ្មងគេខ្លះដូចពួកខ្ញុំឲ្យតែគៀកថ្ងៃមកផ្ទះវិញវល់រឿងលុយហ្នឹងហ្មងខំដាក់លុយចាយចូលគ្នាមិនក៏រឿងលុយហ្នឹងនៅតែវល់អញ្ចឹងឥឡូវមកដល់ខ្មែរលុយនៅអត់តន់គិតហើយណា